មានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកនិងមិចស៊ិករួមបញ្ចូលគ្នាជាប្រទេសតែមួយវានឹងធ្វើឲ្យញាក់ភ្ញាក់ផ្អើលខ្លាំងណាស់ខាងរូបរាងភូមិសាស្ត្រប្រទេសថ្មីនឹងស្ទើរតែគ្របដណ្ដប់ទាំងទ្វីបចាប់ពីអាឡាស្ការហូតដល់ព្រៃដកដក្រអូបនៅឆាយាប៉ាសមានទាំងវាលខ្សាច់ភ្នត់ភ្នំកោះឆ្នេរនិងទីក្រុងធំៗក្រោមទង់ជាតិតែមួយសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោករួមជាមួយសេដ្ឋកិច្ចធំបិទ CPP របស់ឡាតាំងអាមេរិករួមគ្នានឹងក្លាយជាអ្នកយកឈ្នះមហាសាលមានប្រជាជនជាង500លាននាក់ឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិកបន្សំជាមួយការផលិតការរ៉ានិងថាមពលរបស់មិចស៊ិកមិនអាចទប់ទល់បានចិនប្រហែលជាមើលឃើញហើយឈឺក្បាលយោធាកងទ័ពអាមេរិករួមជាមួយទីតាំងយុទ្ធសាស្ត្រនិងកម្លាំងមនុស្សរបស់មិចស៊ិកព្រំដែនគ្មានទៀតទេបង្កើតជាចំណាត់ការពារ6តែមួយពីកញ្ជើងកាលកាណាដាដល់ព្រំដែនហ្គ្វ៉ាតេម៉ាឡាវត្តពធមាន Hollywood ជួប Telenovela Taco Tuesday ជួបថ្ងៃបុណ្យទី4ខែកក្កដា Beyoncé ជួប Bad Bunny ភាសាអង់គ្លេសជួបភាសាអេស្ប៉ាញបង្កើតជាវត្តពធមានថ្មីដ៏ខ្លាំងបំផុតស្រមៃមើលជាតិភ្លេងតែមួយរូបយប័ណ្ណតែមួយលេខឆ្លងដែនតែមួយទង់ជាតិតែមួយបកស្លែងពីអាឡាស្កាដល់ខានខុនអាចហៅថា United States of North America ឬ Mexico America ក៏បានប៉ុន្តែមួយចំណុចប្រកាសណាស់អំណាចពិភពលោកនឹងផ្លាស់ប្ដូរទាល់តែម្ដង